ជំរាបសួរកូនៗទាំងអស់គ្នាបាទត្រឡប់មកជួបលោកក្រុមដល់ទៀតហើយនៅថ្ងៃច័ន្ទនេះតើកូនៗទាំងអស់គ្នាសុខសប្បាយជាទេអរគុណព្រះអង្គចឹងថ្ងៃនេះយើងរៀនជាមួយគ្នានៅគណិតវិទ្យាដែលយើងរៀនពីអឺការកណនាប្រមាណវិធីដកមានលេខ5ខ្ទង់និង4ខ្ទង់គូសូមបញ្ជាក់ថាលេខ5ខ្ទង់និង4ខ្ទង់ហ្នឹងគឺមានខ្ចីចឹងយើងនឹងរៀនការដកលេខ5ខ្ទង់និង4ខ្ទង់មានខ្ចីជាមួយគ្នាចឹងដើម្បីដកលេខ4ខ្ទង់នៅ5ខ្ទង់និង4ខ្ទង់ដែលមានខ្ចីស្រួលទេគឺទី1គឺកូនដាក់ឲ្យតាមត្រូវតាមខ្ទង់មកខ្ទង់រាយត្រូវតាមខ្ទង់រាយខ្ទង់10តាមខ្ទង់10រហូតទៅដល់ខ្ទង់10000មកបាទយើងដាក់ឲ្យត្រូវតាមខ្ទង់មកបន្តមកទៀតយើងដកតាមពីខ្ទង់រាយមុនអញ្ចឹងយើងដកចាប់ពីខ្ទង់រាយអញ្ចឹងគ្រូនឹងអនុវត្តពីខ្ទង់កទៅមុនបាទអញ្ចឹងយើងដឹងហើយទី1គឺគ្រូបានដាក់ត្រូវតាមខ្ទង់អស់ហើយខ្ទង់រាយតាមខ្ទង់រាយខ្ទង់10តាមខ្ទង់រាយ10រហូតដល់ខ្ទង់ពាន់ខ្ទង់10000អញ្ចឹងមកអញ្ចឹងដើម្បីដកបានទី1គឺយើងចាប់តាមពីខ្ទង់រាយអញ្ចឹងយើងចាប់តាមពីខ្ទង់រាយមក5ដកជាមួយនឹង5គឺស្មើនឹង0 2ដកជាមួយនឹង6អញ្ចឹង2ដកជាមួយនឹង6អត់កើតទេយើងមើលមកដល់ខ្ទង់100លេខ3ដកជាមួយនឹង7អត់កើតទៀត0ដកជាមួយនឹង4អត់កើតទៀតអញ្ចឹងយើងចៃតរហូតមកដល់លេខ6នេះខ្ទង់10000អញ្ចឹង60000អត់មានអីដកអញ្ចឹងយើងចៃពី60000មកនៅសល់5អញ្ចឹងនេះបើខ្ចីមកឡើង10ប៉ុន្តែដោយសារខ្ចីតទៀតអញ្ចឹងនៅសល់9នេះឡើង13ដោយសារតែ2ខ្ចីតទៀតអញ្ចឹងនៅសល់12នេះឡើង12អញ្ចឹង12ដកជាមួយនឹង6នៅសល់5 1 12ដកជាមួយនឹង7នៅសល់5 9ដកជាមួយនឹង4នៅសល់5អត់មានអីដកទម្លាក់ចោះនេះគឺជាការដកលេខ5ខ្ទង់និង4ខ្ទង់មានខ្ចីចាឥឡូវយើងដើម្បីឲ្យកាន់តែច្បាស់យើងទៅមើលក្នុងខមួយទៀត9ដកជាមួយ7កើតអត់កូនបាទគឺកើត9ដកជាមួយនឹង7នៅសល់2 1ដកជាមួយនឹង6អត់កើតទេ2ដកជាមួយនឹង4អត់កើតទេ3ដកជាមួយនឹង7អត់កើតទេអញ្ចឹងយើងខ្ចីនៅក្នុង10000 8នៅសល់5 2នេះឡើង13សិនទៅអញ្ចឹងគេខ្ចីតទៀតគាត់នៅសល់10 2នេះឲ្យ10មកឡើង12ដកដោយសារតែ1ទៀត1ខ្ចីតទៀតអញ្ចឹងនេះនៅសល់10 11នេះឆូតមកឡើងនៅសល់10 11បូក11ដកនឹង6នៅសល់5 11ដកនឹង4នៅសល់11ដកនឹង4នៅសល់5 7 12ដកនឹង7នៅសល់5បាទល្អណាស់7អត់មានអីដកទម្លាក់ចោះបាទអញ្ចឹងឥឡូវយើងទៅមើលខ្ទង់ចុងក្រោយបាទខ្ទង់ចុងក្រោយយើងដកបានចាប់ពីខ្ទង់រាយតែម្ដងអញ្ចឹងយើងខ្ទង់10ក៏បានខ្ទង់100ក៏បាន1000ក៏បានអញ្ចឹងយើងខ្ចីពីខ្ទង់10000អញ្ចឹងខ្ទង់10000ឲ្យគេខ្ចី1នៅសល់6អញ្ចឹង0ខ្ចី1នេះឡើង10អញ្ចឹងក្នុងមួយឃ្លាតវាគឺស្មើនឹង10អញ្ចឹង10ឲ្យគេខ្ចីមួយទៀតនៅសល់9ដោយសារតែដកកើតអញ្ចឹងបានយើងឲ្យខ្ចីតអញ្ចឹងអានេះឡើង10គេខ្ចីមួយទៀតនៅសល់9ឡើង10ឲ្យដោយសារតែ0នេះខ្ចីតដកជាមួយនឹង5អញ្ចឹងនៅសល់9អញ្ចឹងអានេះឡើង10ព្រោះដោយសារអត់មានអីខ្ចីទៀតទេអញ្ចឹងបានវានៅសល់10ដកជាមួយនឹង5នឹងស្មើ5 9ដកជាមួយនឹង2ស្មើ7 9ដកជាមួយនឹង1ស្មើនឹង8 9ដកជាមួយនឹង6ស្មើនឹង3អានេះ9ដក1ស្មើនឹង8ហើយ9ដកជាមួយនឹង6ស្មើ3 6អត់មានអីដកទម្លាក់ចាស់នេះគឺជាចម្លើយទាំង3ហើយនៃប្រមាណវិធី5ខ្ទង់និង4ខ្ទង់មានខ្ចីអញ្ចឹងលោកគ្រូមានតែប៉ុណ្្នេះទេជាចុងក្រោយសូមអរគុណត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាពអរគុណសូមអរគុណទៀតបង